ញខ្លួនមានតែស្រមោលនៅក្បែរមេឃមានយប់ហើយក៏មានថ្ងៃចងហេតុអ្វីជីវិតខ្ញុំមិនព្រួលប្រែវិចោកាន់តែច្រើនសុំពីនចោហើយទ្រាំបានទេពេលនាងខ្ញុំហត់ខ្លាំងណាស់ចង់ត្រឡប់ទៅជាក្មេងហើយមិនចង់ធំចង់រស់នៅជុំបងប្អូនគ្រួសារគ្មានរឿងឲ្យគិតច្រើនគ្មានរឿងឲ្យឈឺក្បាលតែមិនអាចតវ៉ាធ្វើយ៉ាងណាទើបអាចឆ្លងផុតអារម្មណ៍មិននៅក្នុងខ្លួនរាល់ថ្ងៃមានរឿងច្រើនណាស់ម្ដងឡើងចង់ស្ទះស្ទើរស្លាប់ស្ទើររស់គ្មានទាំងកម្លាំងកាយកម្លាំងចិត្តក៏អស់ធ្វើអ្វីមិនសម្រេចអនាគតទៅជាយ៉ាងណាមេឃមានយប់ហើយក៏មានថ្ងៃចងហេតុអ្វីជីវិតខ្ញុំមិនព្រួលប្រែវិចោកាន់តែច្រើនសុំពីនចោហើយទ្រាំបានទេពេលនាងខ្ញុំហត់ខ្លាំងណាស់ចង់ត្រឡប់ទៅជាក្មេងហើយមិនចង់ធំចង់រស់នៅជុំបងប្អូនគ្រួសារគ្មានរឿងឲ្យគិតច្រើនគ្មានរឿងឲ្យឈឺក្បាលតែមិនអាចតវ៉ាធ្វើយ៉ាងណាទើបអាចឆ្លងផុតអារម្មណ៍មិននៅក្នុងខ្លួនរាល់ថ្ងៃមានរឿងច្រើនណាស់ម្ដងឡើងចង់ស្ទះស្ទើរស្លាប់ស្ទើររស់គ្មានទាំងកម្លាំងកាយកម្លាំងចិត្តក៏អស់ធ្វើអ្វីមិនសម្រេចអនាគតទៅជាយ៉ាងណាចង់ត្រឡប់ទៅជាក្មេងហើយមិនចង់ធំចង់រស់នៅជុំបងប្អូនគ្រួសារគ្មានរឿងឲ្យគិតច្រើនគ្មានរឿងឲ្យឈឺក្បាលតែមិនអាចតវ៉ាធ្វើយ៉ាងណាទើបអាចឆ្លងអារម្មណ៍មិននៅក្នុងខ្លួនរាល់ថ្ងៃមានរឿងច្រើនណាស់ម្ដងឡើងចង់ស្ទះស្ទើរស្លាប់ស្ទើររស់គ្មានទាំងកម្លាំងកាយកម្លាំងចិត្តក៏អស់ធ្វើអ្វីមិនសម្រេចអនាគតទៅជាយ៉ាងណា